រៀនមិនមែនខ្លាយជាអ្នកមានទេរៀនដើម្បីភ្នែកភ្លឺឲ្យមើលឃើញរៀនដើម្បីមើលឲ្យបានឆ្ងាយដើម្បីរៀបចំចក្ខុវិស័យរៀនមិនមែនខ្លាយជាអ្នកមានទេប៉ុន្តែអ្វីដែលខ្លួនបានគិតគឺចេញពីការគិតគូរជាមុនមិនមែនធ្វើដោយបទជនមិនមែនធ្វើដោយអារម្មណ៍ធ្វើដោយបានការគិតអញ្ចឹងគេឲ្យរៀននៅស្រុកគេឲ្យរៀនដើម្បីអីរៀបចំខ្សែជីវិតទៅវាមិនខុសអញ្ចឹងកុំមើលគេមើលតែ3ឯងយើងពេលយើងរៀនទី1មើលកិច្ចការគ្រូទី2ទៅបណ្ណាល័យទី3មើលសភៅកុំមើលអីទាំងអស់ចង់ឯងម៉ូតូស្អាតចង់ឯងឡានស្អាតស្រីស្អាតអានោះរឿងបងឯងព្រោះជីវិតបងឯងបានដាក់ចិត្តមកក្នុងការរៀនសូត្រកាលណាក្នុងពេលផ្លូវតែមួយតែយើងមើលផ្សេងហើយធ្វើឲ្យការសិក្សាយើងចុះទុំខ្សោយហើយចុះទុំខ្សោយអញ្ចឹងពេលខ្ញុំនៅរៀនខ្ញុំបានតាំងចិត្តឲ្យស្អាតជីវិតខ្ញុំបែងចែកជា3ស្វែងរកចំណេះដឹងស្វែងរកលុយកាក់និងបុណ្យស័ក្តិនិងស្វែងរកធម៌លុយក៏មិនមែនចេះតែធ្វើផ្ទះបានទេណាគឺវិជ្ជាជីវៈ